បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទណាបាទថ្ងៃនេះខ្ញុំមានចែតាន់ឬខ្នាយតាន់ឬគេហៅថាកន្ធុកតាន់តែយើងបញ្ជាក់ឡើងវិញថារបស់នេះជាខ្នាយជ្រូកមេបាទណាខ្នាយជ្រូកមេឬក៏ចង្កូមជ្រូកមេបាទណាជាចង្កូមតាន់បាទណាឬកន្ធុកជ្រូកមេតាន់បាទណានេះបាទតាយសាសុទ្ធសិន 100% តាន់ដោះម្រះបាទណាយើងមើលអញ្ចឹងបាទតាន់ដោះម្រះបាទណាបាទដោះឡើងស្រោបបាទណាដល់នឹងតែម្ដងបាទតាន់សុទ្ធសិន 100% ណាបាទដោះមានដោះម្រះដោះនឹងពូនក្របអញ្ចឹងទៅបាទណាបាទមួយគូនេះក៏តាន់ដែរបាទណាបាទតាន់ដែរតែខ្នាតតូចទេណាបាទខ្នាតតូចក៏តម្លៃធូរបាទណាបាទខ្នាតតូចក៏តម្លៃធូរតែបើខ្នាតរាងធំក៏តម្លៃតាមនឹងទៅបាទណាបាទបាទតាន់ទាំងពីរគូណានេះតាន់បាទមួយនេះតាន់មាត់ក្អមណាប្រហោងបន្តិចចុងនេះទេបាទណាជាខ្នាតចម្លែកបាទណាខ្នាតចម្លែកនេះសឹកអស់ហើយបាទណាហើយដោះម្រះដោះអីចឹងទៅបាទណាស្អាតខ្នាតធំណាខ្នាតធំយើងមើលចឹងទៅខុសគ្នាណាខ្នាតធំហើយមួយគូនេះតាន់សុតស៊ីនតែម្ដងយើងមកដេខាត់ហ្នឹងណាវាយដេខាត់ហ្នឹងហើយបាទតាន់ដល់គល់បាទណាអត់មានប្រហែងប្រហោងទេណាជារបស់ខ្មែរយើងសុតស៊ីនខ្ញុំថាទុកគ្រប់ថែអាសាដាស់សិទ្ធិខ្លួនឯងទុកខ្លួនឯងគ្រប់ថែអាសាប៉ុន្តែក៏ដាក់ផុសចែកជាវទៅអស់លោកណាស្រឡាញ់ពេញចិត្តនៅចែតាន់ហ្នឹងបាទអាចតាក់ទងជាវតាមលេខទូរស័ព្ទរបស់ខ្ញុំបាទតាមលេខ Telegram របស់ខ្ញុំហ្នឹងបាទណាបាទខ្នាតតាន់គឺចាស់បុរាណលោកតែងតែប្រើខាងការពារខ្លាំងណាការពារខ្លាំងបាទអាវុធយុទ្ធភ័ណ្ឌសឹកសង្គ្រាមអីចឹងទៅបាទហើយខ្នាយតាន់ជ្រូកញីនេះគឺបានពីរយ៉ាងគឺបានន័យថាការពារក៏ត្រូវស្នេហ៍ក៏ត្រូវហើយបើសម្រាប់ខ្ញុំអាចថាប្រើបាន100គុណដោយសារយើងប្រើគាថាដាស់គុំធាតដាស់វិញ្ញាណនិងអភិសេកអញ្ចឹងយើងមានគាថាខាងស្នេហ៍គាថាហាវលៀបឬបើកលៀបគាថាការពារអំពើអំពន់ឬគាថាការពារនៅអាវុធយុទ្ធភ័ណ្ឌអញ្ចឹងយើងជាវកន្លែងគេខ្លះបាទយើងជាវកន្លែងគេខ្លាំងបានតែខ្នាយទេតែគេអត់មានធ្វើកិច្ចដាស់ប្រសិទ្ធិអីត្រឹមត្រូវទេតែខ្ញុំបញ្ជាក់ចឹងរបស់ដែលចេញពីខ្ញុំទៅខ្ញុំហ៊ាននិយាយថានឹងមានដែលជាមាននៅបារមីកាន់ដោយសារខ្ញុំធ្លាប់ធ្វើជាគ្រូមកជាយូរឆ្នាំហើយបាទខ្ញុំក៏មានអសនៈត្រឹមត្រូវរបស់ខ្ញុំដែរបាទណាប៉ុន្តែអ្នករៀនសមាធិភាគច្រើនគេមិនសូវលើកបាយសីទេបាទគេជឿជាក់លើខ្លួនឯងបាទបើគ្រូបារមីកាន់ហៅគ្រូទុំគ្រូកាន់ហ្នឹងគឺភាគច្រើនគេលើកបាយសីបាយអីចឹងទៅតែខ្ញុំគ្រូណាមានគេកាន់ដូចតែគ្នាហ្នឹងប៉ុន្តែខ្ញុំអ្នករៀនខាងសមាធិខាងពុទ្ធអញ្ចឹងទៅខ្ញុំមិនសូវមានបាយសីទេបាទខ្ញុំគោរពដូចតែគេដូចតែឯងអញ្ចឹងបាទណាប៉ុន្តែថ្ងៃបើខ្ញុំធ្វើផ្ទះធ្វើសបែងហើយត្រឹមត្រូវខ្ញុំនឹងអាចលើកបាយសីបាទធម្មតាសម្រាប់រកស៊ីឬក៏ការពារផ្ទះសបែងអញ្ចឹងទៅបាទខ្ញុំក៏ដោះអំពើអំព័ន្ធធ្វើអីអញ្ចឹងទៅប៉ុន្តែខ្ញុំមិនប្រកបរាប់ជាគេដល់ពេលអញ្ចឹងទៅបាទអ្នកដែលមានសទ្ធាហ្នឹងគេឲ្យយើងតិចបាទមើលមួយទឹកគេឲ្យយើង50000ចឹងថាគេឲ្យយើង20000ណាចឹងថា100,000ហ្នឹងទៅចឹងវាមិនបានប្រមាណទេក៏ខ្ញុំមិនសូវមានពេលទំនេរដែរខ្ញុំក៏មានការរកស៊ីចិញ្ចឹមជីវិតរបស់ខ្ញុំដែរបាទអញ្ចឹងអស់លោកណាស្រឡាញ់ពេញចិត្តនៅខ្នាយតាន់ចែតាន់ទាំងអស់នេះអស់លោកអាចចែកជាបានណាលោកណាបាទសូមគោរពសូមជម្រាបលាទាំងអស់គ្នាបាទ